បាទបងប្អូនយើងជួបគ្នាជាថ្មីទៀតពាក់ព័ន្ធនឹងពពែដដែលវិធានបនយើងអត់មានអីពីក្រៅពីពពែទេបងប្អូនដោយសារតែយើងអ្នកស្រែចម្ការអ្នកចិញ្ចឹមពពែបើយើងលើកពីផ្សេងមកនិយាយវាអត់ត្រូវបងប្អូនហ្នឹងហើយបងប្អូននិយាយពីសត្វពពែនិងធម្មជាតិទៀតចុះថ្ងៃហ្នឹងសត្វពពែគឺជាសត្វពាហនៈដែលវាមានជើង4អញ្ចឹងណាបងប្អូនហើយប្រជាជនទូទៅលើពិភពលោកនិងព្រមទាំងកម្ពុជាយើងគឺចិញ្ចឹមនិយមចិញ្ចឹមជាយូរណាស់មកហើយដែរហើយវាជាសត្វឆ្លាតហើយរហ័សរហួននិងធន់នឹងបរិស្ថានងាយស្រួលនឹងចិញ្ចឹមហើយសត្វពាហនៈធំដូចជាគោក្របីទៀតអញ្ចឹងណាវាងាយស្រួលជាងដោយសារវារូបរាងតូចហើយចំណុចសំខាន់ដែលគួរដឹងអំពីសត្វពពែនោះវាមានប្រមាណចំណុចដែរបងប្អូនអញ្ចឹងទី1នេះគឺប្រភពអាហារនិងចរិតធម្មជាតិរបស់ពពែណាបងប្អូនចំណីអាហារពពែវាជាសត្វស៊ីស្លឹករុក្ខជាតិស្ទើរគ្រប់ប្រភេទទាំងអស់បងប្អូនវាមិនត្រឹមតែស៊ីស្មៅលើដីដូចគោនោះទេប៉ុន្តែវាចូលចិត្តស៊ីស្លឹកឈើផ្លែឈើវល្លិនិងស្មៅខ្ពស់ចរិតវាគឺចូលចិត្តស៊ីស្មៅខ្ពស់វាអត់សូវស៊ីបិចនៅដីទេកម្រហើយវាមានភាពស្វាហាប់ពពែចូលចិត្តផ្លោះឡើងទួលឬដើមឈើអញ្ចឹងទៅចរិតវាគឺអញ្ចឹងហើយនឹងមានប៉ិនប្រសពក្នុងការស្វែងរកចំណីនៅតំបន់ដីក្រៀមឬភ្នំអញ្ចឹងទៅណាអានេះវាជាចរិតរបស់ពពែហើយទី2ផលប្រយោជន៍នៃការចិញ្ចឹមពពែវាមានផលប្រយោជន៍ឲ្យយើងដូចជាទី1វាយើងបានសាច់ប្រភពប្រូតេអ៊ីនមានការពេញនិយមហើយវាក៏មានរសជាតិឆ្ងាញ់និងតម្រូវការទីផ្សារខ្ពស់ជាពិសេសនៅក្នុងភោជនីយដ្ឋានដែរបងប្អូនហើយទឹកដោះពពែជានៅប្រទេសគេក៏គេធ្វើជាទឹកដោះពពែដែរមិនមែនមានទឹកដោះគោណាប៉ុន្តែតម្លៃនៅប្រទេសកម្ពុជាយើងដូចអត់ទាន់មានរោងចក្រផលិតទឹកដោះពពែទេអញ្ចឹងពពែក៏អាចយកទឹកដោះបានដែរបងប្អូនណាហ្នឹងហើយប៉ុន្តែគាត់ថារោងចក្រយើងនៅស្រុកខ្មែរយើងអត់ទាន់មានទេប៉ុន្តែនៅប្រទេសគេមានហើយចំណែកលាមកវាក៏យើងអាចធ្វើជាជីកំប៉ុស្តសម្រាប់ដាំដំណាំឬបន្លែរុក្ខជាតិផ្សេងយ៉ាងដែរណាបងប្អូននេះថាប្រយោជន៍នៃពពែ